ôi mơ lại có thầm thông á Này nó nuôi muối chứ. là gì mà phụ từng ác nè ôi khơi nhà sạch đang có từ nóng chắc ăn khôngបងប្អូនទាំងអស់គ្នាសប្តាហ៍នេះខ្ញុំនាំបងប្អូនទាំងអស់គ្នាមកចការត្រេនមកកន្លែងក្នុងទីរួមខេត្តត្បូងឃ្មុំហើយនេះគឺជាទស្សនវិជ្ជាក្នុងចការរបស់គាត់នេះគឺផ្លែត្រេននៅខាងក្រោយខ្ញុំមកគឺផ្លែត្រេនរបស់គាត់គឺមូលល្អមែនតើហើយដូចបងប្អូនបានឃើញចឹងហើយអីដែលខ្ញុំប្លែកចិត្តមួយទៀតនោះគឺឃើញចការរបស់គាត់ឃើញពូនដីរៀងខ្ពស់ជាធម្មតាខ្ញុំទៅចការត្រេនផ្សេងអត់សូវឃើញគេពូនដីចឹងអានេះក៏រៀងប្លែកម្យ៉ាងសម្រាប់ខ្ញុំដែរតោះអញ្ចឹងយើងទៅជួបម្ចាស់ចការទាំងអស់គ្នាដើម្បីសួរនាំព័ត៌មានខ្លះពីគាត់ដែរចឹងណាបងប្អូនទាំងអស់គ្នាដោយសារតែខ្ញុំក៏អត់សូវដឹងព័ត៌មានច្រើនពីកន្លែងរបស់គាត់ដែរចឹងយើងទៅជួបចាស់ទាំងអស់គ្នាស្ដីបងបាទសួស្ដីបងម្ចាស់ចការហ្មងមែនបងបាទបងតរៀនឆ្នាំបាន1គីឡូបានបងឆ្នាំហ្នឹងខាងខ្ញុំលក់1គីឡូ16000បងបាទបើទុំយើងលក់តម្លៃខុសហ្នឹងអញ្ចឹងមានទុំដើមមានយើងបេះចាស់តម្លៃគ្រប់គ្នាមែនបាទបងចាស់តម្លៃ16000ចេះ16000ហ្នឹងទៅសម្រាប់អតិថិជនដែលគាត់ចង់មកទិញចការទៅទាំងអស់បង16000ទាំងអស់អញ្ចឹងយើងបាក់16000ដែរទូទៅតម្លៃប៉ុណ្ណឹងហើយនៅនេះដៃបានហាត់ដែរបងនេះបើដីឥឡូវ5ហាត់ព្រួយ5ហាត់ខ្ញុំមានប្រយោជន៍ដើមបានផលបើនៅសល់10ហាត់ទៀតខ្ញុំកំពុងដាំបន្ថែមនៅនេះទីតាំងនៅភូមិឃុំអីដែរបងខាងក្នុងនៅស្រុកត្បូងឃ្មុំឃុំសឡប់ខេត្តត្បូងឃ្មុំនៅដល់ពេលនៅភូមិភូមិច័ន្ទទុំបាទយើងចិត្តកំពុងចាំដែរជីមកមិញហើយវា30-40នាទីដល់ជីហើយកន្លះម៉ោងដល់ចាបាទហើយនៅនេះប្រមូលផលបានឆ្នាំហើយបងឥឡូវបានឆ្នាំទី3ហើយបងឆ្នាំទី3ចឹងឆ្នាំទី3ទេបាទដល់ពេលឆ្នាំនេះយើងប្រមូលបានប្រហែលថ្ងៃបាន10ថ្ងៃជាងហើយបងតាំងថ្ងៃ20មកតើបងប្អូនទាំងអស់គ្នាមកយើងសម្ភាសជាមួយអ្នកលក់យូរដែរហើយស៊ូពូមានគាត់បានខ្លះឥឡូវយើងមកភ្លក់សាច់ត្រេនគាត់ទាំងអស់គ្នាអួយមើលខ្លាចគាត់ធំណាឲ្យមួយចឹងតោះឥឡូវយើងមកភ្លក់ទាំងអស់គ្នាអូយឃើញតែសាច់ហ្នឹងក៏តំណងឆ្ងាញ់ហ្នឹងក្តីសុខអ្នកចូលចិត្តញ៉ាំត្រេនណាញ៉ាំទៅដឹងមកហើយសាច់ផ្អែមដល់ល្មួតហ្មងហើយថាវាអត់ជ្រៃអ៊ីចាវាទន់ខាងក្នុងហើយរៀងខាងក្រៅនេះវានៅរៀងខាងទីអាហ្នឹងខ្ញុំចូលចិត្តខ្លាំងហ្មងអូខេបងប្អូនទាំងគ្នាមិញហ្នឹងគឺខ្ញុំបានភ្លក់សាច់ត្រេនគាត់ហើយគឺថាសាច់ត្រេនគាត់គឺឆ្ងាញ់ផ្អែមល្មួតមែនតើគឺថារៀងហឹងខាងក្រៅតិចហើយខាងក្នុងសាច់ទន់ណានឹងសម្រាប់អ្នកដែលគាត់អត់សូវចិត្តជ្រៃពេកដូចខ្ញុំគឺឆ្ងាញ់មកល្មមហ្មងហើយសាច់ដូចបច្ចៈតែអញ្ចឹងគឺថាផ្អែមល្មួតហ្មងត្រេនកន្លែងគាត់ហើយសម្រាប់បងប្អូនអ្នកដែលគាត់ចង់មកលេងចការគាត់ផ្ទាល់ក៏អាចអញ្ជើញមកបានដែរហើយយើងអាចដាក់បាយដាក់ម្ហូបមកញ៉ាំជួបជុំគ្រួសារនៅក្នុងចការត្រេនមានខ្យល់បច្ចៈជាអីចឹងណាបងប្អូនទាំងអស់គ្នាហើយសម្រាប់បងប្អូនអ្នកដែលនៅឆ្ងាយពីត្បូងឃ្មុំចង់ឲ្យគាត់ផ្ញើទៅតាមខេត្ត25ខេត្តក្រុងគឺគាត់ក៏មានផ្ញើដែរបងប្អូនអាចតាក់ទងទៅលេខទូរស័ព្ទគាត់ចាំខ្ញុំដាក់នៅខាងលើនឹងឲ្យណាហើយសម្រាប់ទីតាំងរបស់គាត់ចាំខ្ញុំ pin location ដាក់ឲ្យខាងលើ caption នឹងឲ្យដូចគ្នាអញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនចង់មកភ្លក់រសជាតិត្រេននៅទីរួមខេត្តត្បូងឃ្មុំហ្មងគឺអាចអញ្ជើញមកបានណាអរគុណជម្រាបលាបាយបាយ